មានខ្លះគេឆ្ងល់បងថាចាមិនក៏បងមិនយកផលិតផលដូចជាលេវីតាមីនអីលក់គេចឹងណាអញ្ចឹងមកចង់និយាយប្រវត្តិបន្តិចពីមុនប្រហែលជា10ឆ្នាំមុនអ្នកទាំងអស់គ្នាបងធ្លាប់យកផលិតផលពីអាមេរិកមកបងនិងបងប្រុសបងពិភាក្សាគ្នាយកមកអញ្ចឹងណាដោយសារតែបងប្រុសបងពី3នាក់ហ្នឹងគាត់រៀននៅអាមេរិកហ្នឹងច្រើនឆ្នាំមករៀន Master ផង PhD មកចប់វាយូរអញ្ចឹងគឺយើងស្គាល់ផលិតផលវីតាមីនអីផ្សេងៗនៅអាមេរិកច្រើនហើយសម័យ10ឆ្នាំមុនមនុស្សគេផ្អើលតែរឿងស្បែកសចាក់ឲ្យសលាបឲ្យសអីសហ្នឹងខ្លាំងអញ្ចឹងអាផលិតផលសគឺល្បីតាំងពីអើយមកអញ្ចឹងទៅពួកបងហ្នឹងយើងរៀនវិទ្យាសាស្ត្រខ្លាំងដែរយើងរៀងអ្នកចេះដឹងអីចឹងយើងគិតពីសុខភាពគេក៏យើងយកផលិតផលពីអាមេរិកមកឲ្យយើងស្គាល់ចឹងណាចាអាហ្នឹងវីតាមីនហ្នឹងលេបទៅជួយឲ្យស្បែកយើងរៀងថ្លាពីខាងក្នុងវាអត់ជួយសម្បល់នឹងសខ្លាំងគ្រាន់ថាវាជ្រះជាងមុនអីបន្តិចចឹងណាហ្នឹងហើយការប្រើប្រាស់វាត្រូវការចំណាយពេលទៀតហើយសម័យនោះគេបុកលក្ខណៈ2 3ថ្ងៃសដាក់ភ្លាមឃើញភ្លាមសិទ្ធិភាពភ្លាមអីចឹងហើយរបស់យើងវាអត់អាចធ្វើអញ្ចឹងបានរបស់ brand របស់គេហើយតម្លៃ50រៀលគេលក់ឡើងថោកឲ្យឯង50រៀលឬ55រៀលអញ្ចឹងណាដល់ពេលយើងគិតពីគុណភាពគិតពីសុខភាពភ្ញៀវអីចឹងទៅយើងលក់អត់ឈ្នះគេនិយាយមែនពិបាកលក់បានហើយគាត់ថាវារៀងពិបាកហើយក៏យើងឈប់យកមកទៅការពិតយើងដឹងយើងអាចដូរផលិតផលអាថ្លៃហ្នឹងមកផលិតផលប្រភេទលេលាបឲ្យដាក់ទៅសភ្លាមក៏ពិតអាហ្នឹងអត់ពិបាកធ្វើទេបងប្អូនគ្នាវាមាន ingredient ហ្នឹងដាក់តាសារជាតិមួយចំនួនដាក់ទៅគឺថាសតែម្ដងប៉ុន្តែយើងដឹងថាអាហ្នឹងវារបៀបមិនចឹងណាតែអញ្ចឹងយើងគិតថាអូយយើងមិនលក់ទេចង់និយាយចឹងណាបើយើងធ្វើអញ្ចឹងដូចយើងរួមចំណែកបំផ្លាញសុខភាពប្រជាជនស្រុកខ្មែររបស់យើងអញ្ចឹងណាមានអារម្មណ៍ថាបាបកម្មខ្លាំងអញ្ចឹងចាប់ពីពេលហ្នឹងមកគឺបងអត់រឿងលេវីតាមីនរឿងអីហ្នឹងអាតតងសុខភាពគេហ្នឹងគឺបងអត់ហ៊ានទេចង់និយាយចឹងសុខចិត្តទៅលក់អីផ្សេងអញ្ចឹងណាហ្នឹងហើយពួកបងដឹងថាអ្វីដែលប្រជាជនខ្មែរចង់បានគឺដាក់ភ្លាមសភ្លាមហើយគាត់ចង់បានគឺដូរសម្បល់ចាភាពស្អាតរបស់គាត់គឺដូរសម្បល់តែម្ដងអាហ្នឹងគឺជាអ្វីដែលពួកបងធ្វើអត់បានចាធ្វើបានលុះត្រាតែវាត្រូវបំផ្លាញសុខភាពអ្នកទាំងអស់គ្នាអញ្ចឹងណាហើយយើងរៀនមនសិការខ្ពស់ដែរយើងរៀនខ្ពស់ទាំងអស់គ្នាអញ្ចឹងយើងមានអារម្មណ៍ថាយើងធ្វើតអត់រួចអញ្ចឹងណាវាសាហាវពេកក៏សុខចិត្តថាយើងកុំចង់បានលុយកុំចង់អីរបៀបដោះដូរជាមួយនឹងជីវិតរបស់គេអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងក៏សម្រាប់ចិត្តបាត់ដែរលក់លេលក់ផលិតផលស្អីអញ្ចឹងទេអញ្ចឹងនិយាយអញ្ចឹងណាចាអាហ្នឹងគឺជាមូលហេតុធំមានដែរឆ្ងល់អត់ថាមានលុយរាប់ពាន់លានជាច្រើនអ្នកដែលមានលទ្ធភាពទិញរបស់ថ្លៃជាច្រើនហេតុអីបានគេសបល់របស់គេថាសារសបល់ធម្មជាតិរបស់គេស្អាតគឺទុកស្អាតអញ្ចឹងយើងច្រើនធៀងភ្លឺថ្លាជាងមុនជ្រះជាងមុនបន្តិចតើអត់បដូរសបល់ពីស្អាតមកសស្គូសអីទេតែបងប្អូនមានដែរឆ្ងល់អត់ថាអីអ្នកមានលុយខ្លាំងសបល់របស់គេរៀងភិកច្រើនរៀងថែសារធម្មជាតិច្រើនអញ្ចឹងអ្នកនរគ្នាគួរតែយល់ចំណុចហ្នឹងហើយចាបងមិនដឹងថានិយាយរបៀបម៉េចការប៉ັດពេលខ្លះមិនត្រូវនិយាយផងរឿងអាលេហ្នឹងដោយសារមានអ្នកខ្លះចេះសួរបងមិនក៏ព្រមលក់លេព្រោះពេលខ្លះយើងនិយាយវាប៉ះពាល់ដល់ការរកស៊ីរបស់គេដែរអាហ្នឹងវាពេលបងនិយាយជឿដឹងតែមានខុសហ្មងបងដឹងគ្រាន់តែពេលសួរបងច្រើនពេកបងខ្ជិលឆ្លើយ private chat ឆ្លើយជាវីដេអូព្រោះធម្មតាមនុស្សគេតែការរកស៊ីរកលុយចិញ្ចឹមគ្រួសារគេដែរពេលខ្លះយើងនិយាយទៅអាចជួយដល់មនុស្សមួយចំនួនប៉ុន្តែវាប៉ះពាល់ដល់មនុស្សមួយចំនួនអញ្ចឹងគាត់ថាការនិយាយបងវាអាចនឹងខុសហើយត្រូវជាមួយមនុស្សពាក់កណ្ដាលខុសជាមួយមនុស្សពាក់កណ្ដាលហើយអាហ្នឹងបងសុំទោសជាមុនគាត់ថាបងចង់បកស្រាយអញ្ចឹងហេតុអីបងអត់លក់លេអត់លក់ផលិតផលវីតាមីនបងធ្លាប់លក់វីតាមីនគាត់ថាពេលបងធ្វើអីបងភិកច្រើនបងគិតរឿងសុខភាពច្រើនបងចង់ឲ្យមានស្អាតដូចគ្នាបូកជាមួយនឹងសុខភាពអញ្ចឹងបងគិតច្រើនចុះឡើងបងសុខចិត្តអត់លក់តែម្ដងចាហើយបងដឹងទេថាប្រជាជនខ្មែរពីច្រើនចង់បានអីហើយរបស់ដែលគាត់ចង់បានហ្នឹងគឺអ្វីដែលបងធ្វើអត់បានបងដឹងថាបងធ្វើអត់បានអញ្ចឹងបងមិនបាច់ធ្វើហ្មងទៅបងអាចបដូរសបល់ទាំងអស់គ្នាទាំងស្រុងបានទេអាចធ្វើឲ្យជ្រះសបល់ជាងមុនសាច់ថ្លាភ្លឺស្អាតជាងមុន
តែមិនអាចបដូរពីស្អាតពីខ្មៅមកសស្គូសទេអ្នកទាំងអស់គ្នាមើលសបល់របស់បងអ្នកទាំងអស់គ្នាបងមិនមែនមនុស្សសបល់សស្គូសទេណាចាអ្នកទាំងអស់គ្នាចាប់អារម្មណ៍នេះបងសបែបស្បែកសតែសបងមិនមែនសស្គូសនេះឃើញទេនេះជាស្បែករបស់បងគឺអញ្ចឹងអ្នកទាំងអស់គ្នាមិនមែនស្បែក perfect អីទេគឺសបល់ប៉ុណ្ណឹងហើយបង keep ប៉ុណ្ណឹងបងដើរ5ថ្ងៃអ្នកទាំងអស់គ្នាឃើញបងងាកអត់ដែរខ្លុំសាច់ទេគឺថាដៃវាលហើយដើរ5ថ្ងៃស៊ីនហើយអត់លាបលេខកាពីកណ្ដាលថ្ងៃសម្រាប់ស្បែកទេព្រោះបងក៏ប៉ិតវាលាបវាល្អតែបងលាបទាំងមូលខ្លួនអ្នកទាំងអស់គ្នាគ្រាន់តែលាបមុខបងចង់ខ្ជិលហើយអ្នកទាំងអស់គ្នាចាំហ្មងបងលាបទាំងអាស្បែកដៃទៀតអូយចាំហើយអ្នកទាំងអស់គ្នាគាត់ថាចំពោះបង make up បងប្រើសម្រាប់មុខហ្មង base មុខរបស់បងគឺបងប្រើលេខកាពីកណ្ដាលថ្ងៃដែលបងប្រាប់ហ្នឹងបូកជាមួយនឹងម្សៅរបស់បងហ្នឹងបងផ្លាប់5ម្ដងតែថាបងប្រើតែ2មុខទេលេខកាពីតម្លៃថ្ងៃហ្នឹងហើយទៅដាក់ម្សៅដូចជាងស្តៀង BB cream ដែរពីលើអញ្ចឹងណាចានិយាយទៅបងប្រើពីច្រើនអត់សូវញ៉ៃច្រើនទេ